ថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅជន់បត់ដើម្បីទិញផ្ទះមួយដោយប្រើប្រាស់លុយទាំងអស់ដែលខ្ញុំមានខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅរបស់ប្រណីតទាំងអស់ដែលអ្នកចង់បានរួមទាំងហាងធំមួយម៉ាស៊ីនដេរនិងរទេះបេកង់គុំកុហកខ្ញុំតើខ្ញុំធ្លាប់កុហកអ្នកនៅពេលណាឆ្នាំមុនខ្ញុំបានប្រាប់អ្នកថាតម្លៃផ្ទះនឹងកើនឡើងទ្វេដងនៅចុងឆ្នាំតើវាកើនឡើងទ្វេដងទេតើពាក្យសម្ដីរបស់ខ្ញុំមួយណាដែលមិនបានคล้ายជាការពិតអ្នកពិតជាមានលុយ200,000 យន់មែនមេនៅថ្ងៃដែលអ្នកបែកគ្នាជាមួយខ្ញុំកាលពីឆ្នាំមុនខ្ញុំបាននិយាយថាខ្ញុំនឹងរកលុយបានគ្រប់គ្រាន់ដើម្បីរៀបការជាមួយអ្នកតាមរបៀបដ៏អស្ចារ្យថ្ងៃនេះខ្ញុំបានបំពេញតាមការសន្យារបស់ខ្ញុំហើយលីនហ្វានខ្ញុំទុកចិត្តអ្នកច្រើនដងហើយរាល់ពេលអ្នកបានប្រាប់ខ្ញុំឲ្យរងចាំជ្រូកមួយក្រុមបន្ទាប់រងចាំកសិដ្ឋានចិញ្ចឹមជ្រូកខ្ញុំបានរងចាំអស់រយៈពេល3ឆ្នាំហើយរងចាំអ្នកចេញចូលផ្ទះដូច្នេះនេះជាលើកចុងក្រោយហើយឡើងឡានជាមួយខ្ញុំពេលយើងទៅដល់កន្លែងកើតហេតុសូមបើកកាបូបនេះបើមានលុយតិចជាមួយសេនអ្នកនឹងបែរក្រោយហើយចាក់ចេញខ្ញុំមិនខាត់អ្នកទេមិនអីទេខ្ញុំនឹងទុកចិត្តអ្នកជាលើកចុងក្រោយប្រយ័ត្នផងកាលពី6ឆ្នាំមុនខ្ញុំផ្ទាល់បានសរសេរសេចក្តីជូនដំណឹងចូលរៀនសម្រាប់សិស្សពូកែបំផុតនៅក្នុងខេត្តបងប្រុសច្បងនឹងទៅទីក្រុងដើម្បីទិញផ្ទះនិងរៀបការបងស្រីទី2នឹងទៅសិក្សានៅបរទេសដោយសារពួកគេចង់ក្លាយជាថ្នាក់ខ្ពស់ខ្ញុំនឹងក្លាយជាថ្នាក់ក្រោមហើយបង្រៀនពួកគេមួយមេរៀនសូមអ្នកគាំទ្រតើអ្នករវល់ទេសម្រាប់បន្តិចអ្នកគាំទ្របើខ្ញុំមិនប្រាប់តម្លៃជ្រូកឲ្យអ្នកទេតើទីផ្សារនឹងទៅជាយ៉ាងណាជ្រូកទាំង30ក្បាលរបស់ខ្ញុំតើខ្ញុំគួរលក់វាឥឡូវនេះឬរងចាំពូចាងអ្នកកំពុងលើកសរសើរខ្ញុំគ្រាន់តែជាអ្នកចិញ្ចឹមជ្រូកប៉ុណ្ណោះអ្នកគាំទ្រឈប់ធ្វើពុតទៅ6ឆ្នាំមុនអ្នកគឺជាសិស្សពូកែជាងគេនៅក្នុងស្រុកអ្នកមិនបានរៀននៅមហាវិទ្យាល័យទេពេលអ្នកត្រឡប់មកវិញអ្នកបានទិញកសិដ្ឋានចិញ្ចឹមជ្រូកដែលគ្មានអ្នកណាហ៊ានទទួលយកអ្នកបានធ្វើឲ្យវាធំជាងគេនៅក្នុងទីក្រុងបើអ្នកមិនស្គាល់ផ្សារទេគ្មានអ្នកណានៅក្នុងទីក្រុងនឹងយកទេពូចាងបើអ្នកជឿខ្ញុំកុំលក់វាអីស្រុកទើបតែចេញឯកសារមួយនៅចុងឆ្នាំបរិមាណផលិតកម្មនឹងកើនឡើងទ្វេដងនៅចុងឆ្នាំតម្លៃជ្រូកនឹងកើនឡើងទ្វេដងយ៉ាងហោចណាស់បើឯងលក់វាឥឡូវនេះវាដូចជាបោះចោលឥតមាសអញ្ចឹងហ្វានបាននិយាយថាវានឹងកើនឡើងទ្វេដងបន្ទាប់មកវានឹងកើនឡើងទ្វេដងពូចាងឯងពិតជាសំណាងណាស់ខ្ញុំគ្រាន់តែគិតប៉ុណ្ណោះលីហ្វានតើអ្នកនឹងរៀបការជាមួយខ្ញុំនៅពេលណាលីគុយនឹងរៀបការនៅភូមិបន្ទាប់គូជាបានឲ្យគាត់ប្រាក់$800និងម៉ាស៊ីនដេរមួយចុះខ្ញុំវិញខ្ញុំនៅជាមួយអ្នកអស់រយៈពេល3ឆ្នាំហើយអ្នកមិនបាននិយាយអ្វីទាំងអស់មេកុំបារម្ភអីជ្រូកមួយក្រុមចុងក្រោយនឹងចេញមកនៅខែក្រោយយ៉ាងហោចណាស់យើងអាចរកបាន50,000 យន់ម៉ាស៊ីនដេរធំមួយម៉ាស៊ីនដេរមួយនិងសំឡេង3ផ្សេងគ្នាខ្ញុំនឹងមិនខកខានពួកវាណាមួយឡើយខ្ញុំនឹងរៀបការជាមួយអ្នកតាមបែបទាន់សម័យតើអ្នកនិយាយបែបនោះប៉ុន្មានដងហើយលើកនេះវាជាការពិតរងចាំខ្ញុំលើកនេះខ្ញុំលីនហ្វានគ្រាន់តែចង់រស់នៅជីវិតដ៏ល្អជាមួយអ្នកយល់ព្រមខ្ញុំនឹងរក្សាពាក្យសន្យារបស់ខ្ញុំពិតជារងចាំមិនបានទេប៉ាម៉ាក់តើកូនកំពុងធ្វើអ្វី50,000 យន់ជ្រូកនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមានតម្លៃ50,000 យន់បូករួមទាំងឧបករណ៍អ្នកអាចលក់វាបានក្នុងតម្លៃ50,000 យន់បងប្រុសរបស់អ្នកកំពុងមើលថែផ្ទះនៅក្នុងស្រុកហើយគាត់មិនអាចបង់ប្រាក់បានសូម្បីតែ3,000 យន់ប្អូនស្រីទី2របស់អ្នកនៅតែខ្វះ2,000 យន់បើអ្នកមិនលក់កសិដ្ឋានចិញ្ចឹមជ្រូកទេតើលុយនឹងមកពីណាប៉ុន្តែយើងមិនអាចលក់វាបែបនេះបានទេតម្លៃជ្រូកនឹងឡើងថ្លៃនៅចុងឆ្នាំយ៉ាងហោចណាស់ជ្រូកនឹងចេញមកអ្នកមិនដឹងអ្វីទាំងអស់បងប្រុសរបស់អ្នកជាអ្នកគ្រប់គ្រងនៅក្នុងស្រុកហើយប្អូនស្រីទី2របស់អ្នកនឹងទៅសិក្សានៅបរទេសពួកគេគឺជាមោទនភាពរបស់គ្រួសារយើងអ្នកជាអ្នកចិញ្ចឹមជ្រូកហើយអ្នកនឹងធ្វើការយ៉ាងលំបាកពេញមួយជីវិតរបស់អ្នកហេតុអ្វីអ្នកមិនឲ្យគេស៊ីវាទៅវាល្អបំផុតហើយខ្ញុំជាមនុស្សតែម្នាក់គត់ដែលរកប្រាក់ចិញ្ចឹមជីវិតនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកនេះខ្ញុំបានបោះបង់ការប្រឡងចូលមហាវិទ្យាល័យ6ឆ្នាំមិនអីទេកិច្ចសន្យាត្រូវបានចុះហត្ថលេខាហើយវាត្រូវបានដោះស្រាយរួចរាល់ហើយជាមួយនឹងប្រាក់នេះថ្លៃបណ្ណាការរបស់ប្អូនប្រុសខ្ញុំគឺគ្រប់គ្រាន់ហើយថ្លៃទិដ្ឋាការកូនប្រុសខ្ញុំក៏មានដែរប៉ាម៉ាក់សើចអ្វីប៉ាម៉ាក់សុំសួរប៉ាមួយម៉ាត់តើខ្ញុំបានធ្វើការនៅស្ថានចិញ្ចឹមជ្រូកនេះប៉ុន្មានឆ្នាំហើយចាប់តាំងពីខ្ញុំអាយុ16ឆ្នាំមកហេតុអ្វីបានជាប៉ារាប់ចំនួននេះ6ឆ្នាំខ្ញុំបានហែកសេចក្តីជូនដំណឹងចូលរៀនខ្ញុំបានបង់ថ្លៃសាលារបស់បងប្រុសខ្ញុំបានយកប្រាក់សម្រាប់ប្អូនស្រីទី2របស់ខ្ញុំទៅរៀននៅបរទេសខ្ញុំមិនទាន់រៀបការផងជាលទ្ធផលអ្នកបានលក់កសិដ្ឋានជ្រូកក្នុងតម្លៃ5,000 យន់នៅពីក្រោយខ្នងខ្ញុំអ្នកពិតជាវេទនាណាក្រុមគ្រួសារញ៉ាំអាហារនិងស្លៀកពាក់ជាមួយគ្នាអ្នកមិនគួរចិញ្ចឹមជ្រូកទេបងប្រុសនិងបងស្រីទី2របស់អ្នកគឺជាអ្នកប្រាជ្ញ
អ្នកជាមនុស្សល្ងងការចិញ្ចឹមជ្រូកមិនសមរម្យទេត្រូវហើយប្អូនប្រុសរបស់អ្នកនឹងធ្វើការនៅក្នុងការិយាល័យនាពេលអនាគតប្អូនស្រីទី2របស់អ្នកផឹកទឹកបរទេសប្រសិនបើពួកគេទៅក្រៅប្រទេសពួកគេអាចទាញអ្នកឡើងបានតើអ្នកខាតបង់អ្វីខ្លះទាញខ្ញុំឡើងលុយសម្រាប់ផ្ទះប្អូនប្រុសខ្ញុំត្រូវបានចំណាយលើកស្ថានចិញ្ចឹមជ្រូករបស់ខ្ញុំលុយសម្រាប់ប្អូនស្រីទី2របស់ខ្ញុំនៅបរទេសត្រូវបានចំណាយលើកស្ថានចិញ្ចឹមជ្រូករបស់ខ្ញុំតើពួកគេទាញខ្ញុំឡើងពីពេលណាចាប់ពីថ្ងៃនេះទៅអ្នករកមើលបងប្រុសនិងប្អូនស្រីទី2របស់អ្នកកុំមករកខ្ញុំបងប្រុសនិងបងស្រីទី2របស់អ្នកគឺជាមនុស្សដែលធ្វើរឿងធំពួកគេមិនមានពេលបម្រើយើងទេបើអ្នកមិនបម្រើទេតើអ្នកណានឹងបម្រើបន្ទាប់មករងចាំរហូតដល់ពួកគេទំនេរអ្នកទៅចុះគុំត្រឡប់មកវិញបើអ្នកទៅវាជារឿងឥតប្រយោជន៍វាជាការប្រសើរជាងក្នុងការពឹងផ្អែកលើអ្នកជាជាងឆ្កែនៅច្រកចូលភូមិឆ្កែដឹងពីរបៀបខំកន្ទុយតើអ្នកអាចទៅណាបានខ្ញុំប្រាប់អ្នកត្រូវតែវាត្រឡប់មកវិញទាំងឃ្លានក្នុងរយៈពេល2ថ្ងៃម៉ៃហេតុអ្វីបានជាអ្នកនៅទីនេះលីនហ្វានបានបែកបាក់គ្នាអ្នកណាប្រាប់អ្នកភូមិទាំងមូលដឹងកសិដ្ឋានចិញ្ចឹមជ្រូកត្រូវបានលក់ដោយឪពុកម្ដាយរបស់អ្នកក្នុងតម្លៃ 5000 យន់អ្នកឈួតហើយគ្មានកន្លែងសម្រាប់អ្នកទេតើអ្នកប្រើអ្វីដើម្បីរៀបការជាមួយខ្ញុំសៀវមីស្ដាប់ខ្ញុំនឹងទៅការិយាល័យស្រុកហើយចាប់ផ្ដើមឡើងវិញខ្ញុំមានសមត្ថភាពខ្ញុំនឹងចាប់ផ្ដើមឡើងវិញលីនហ្វានភ្ញាក់ឡើងអ្នកបានជួយសង្គ្រោះគ្រួសាររបស់អ្នកអស់រយៈពេល6ឆ្នាំឪពុកម្ដាយរបស់អ្នកបានប្រគល់វាទាំងអស់ទៅឲ្យបងប្រុសនិងប្អូនស្រីទី2របស់អ្នកមិនអាចការពារខ្លួនឯងបានទេតើអ្នកប្រើអ្វីដើម្បីការពារខ្ញុំបានរងចាំអ្នកអស់រយៈពេល3ឆ្នាំមកហើយ3ឆ្នាំក្មេងស្រីដទៃទៀតរៀបការហើយមានកូនខ្ញុំកំពុងរងចាំអ្នកបាននិយាយថាអ្នកនឹងរៀបការជាមួយខ្ញុំនៅពេលដែលជ្រូកចេញមកខ្ញុំជឿវាអ្នកបាននិយាយថាអ្នកនឹងរៀបចំពិធីមង្គលការឲ្យខ្ញុំក៏ជឿវាដែរចុះឥឡូវនេះវិញកសិដ្ឋានចិញ្ចឹមជ្រូកបានបាត់ទៅហើយតើខ្ញុំជឿអ្វីទៀត